ឲ្យបន្តិចជៀសវាងដែលយើងអាចកាត់ទៅក្រៅគឺចេមិនថាយើងអាចចូលពូទេបងប្អូនហើយនៅពេលអញ្ចឹងវាអាចចូលទៅកលៈជគុណយើងនេះចាចេឧបករណ៍បែបនេះបើទាក់ទងនឹងការប្រើប្រាស់នឹងចង់ដូចគ្នាគាត់ថាគឺអានេះយើងលេខរៀង5ធ្លាក់ឡើងអញ្ចឹងនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការប្រើប្រាស់លេខ press នេះអញ្ចឹងសម្រាប់អានេះបងប្អូនអាចដាក់ក៏បានមិនដាក់ក៏បានទៅតាមរបស់ខ្ញុំអញ្ចឹងណាបើដែលសំខាន់គឺយើងត្រូវមើលគីឡូតើគីឡូគឺសមនឹងខ្លួនយើងអត់បើសិនអ្នកចូលហាត់ដំបូងលើកទឹកចិត្តឲ្យឆាប់តាមជាមួយខ្លួនសិនទៅសម្រាប់ខ្ញុំអត់ត្រូវការមួយនេះទេអញ្ចឹងខ្ញុំអាចដកចេញបានអញ្ចឹងនេះវាដូចតែ SWOT ដែរគាត់ថាពេលយើង SWOT ចុះយើងប្រើយើង SWOT យើងទៅនឹងខ្លួនចុះពេលនេះគ្រាន់តែយើងបដូរមកជើងមកជន់ជាមួយនឹងនឹងដូចគ្នាប៉ុន្តែទំហំនៃការឈរជើងគឺប៉ិនស្មាដូចគ្នាបងប្អូនប៉ិនស្មាដូចគ្នាហើយបងប្អូនអាចចាំមើលពីខាងនេះគេមានប្រដាប់ចន្លោះនេះមួយយើងដាក់ជើងឲ្យស្មើគ្នាយើងអាចមើលអានេះមានកន្លាអញ្ចឹងស្រួលយើងអញ្ចឹងយើងមើលនឹងវាជាប់គ្នាពីកណ្ដាលអត់កុំឲ្យវាលំអៀងគ្នាបងប្អូនអញ្ចឹងនៅពេលដែលយើងប្រឹងគឺយើងទាញចង្កូតខាងនេះចេញហើយផ្លាស់វាឡើងអូខេបន្ទាប់ពីផ្លាស់វាឡើងហើយក្បាលរបស់យើងត្រូវដាក់ឲ្យដល់ចំណុចប៉ះរបស់វាគឺក្បាលនឹងគឺដល់ការាយើងអញងើបចេះបានដែរប៉ុន្តែដល់គឺមាននឹងជាមទៅមកដៃយើងទុកនេះហើយនៅពេលដែលយើងតម្លាក់ចុះក្បាលពោះរបស់យើងគឺថតចូលក្នុងតុបឲ្យអស់ហើយយើងរុញឡើងក៏មិនចេះហ្មងតែអញ្ចឹងឈឺជង្គង់ហើយអញ្ចឹងយើងទុកវាប៉ុណ្ណឹងមកយើងប្រឹងដល់អស់អញ្ចឹងគឺឈឺជង្គង់អញ្ចឹងយើងចាប់តម្លាក់ចុះតិចមកនៅពេលដែលយើងតម្លាក់វាចុះមកអញ្ចឹងទុករបស់យើងគឺយើងប្រឹងទុកពោះថតដល់ហើមហើយនៅពេលដែលយើងរុញឡើងគឺយើងព្រមខ្យល់ចេញបងប្អូនអូខេឥឡូវខ្ញុំអានបងប្អូនមើលចឹងឲ្យរឹងចុះទៀតបងប្អូនបានចូលទាំងបាត់ពោះហើយចូលបានទាំងពូតនិងផ្លូវរបស់យើងបានល្អចឹងនៅពេលដែលយើងរុញឡើងបងប្អូនតម្លាក់ចុះតម្លាក់មកប្រើផ្លូវមុខនេះរុញឡើងបងប្អូនអញ្ចឹងការធ្វើបងប្អូនអាចធ្វើចំនួនតាមបើសិនបងប្អូនចង់កឡើងផ្លូវឬក៏ពូតផ្លូវរបស់បងប្អូនឬក៏ពូតរបស់បងប្អូនអានេះគេច្រើនចូលផ្លូវជាងចូលពូតបងប្អូនពីសិនបែបអញ្ចឹងណាអញ្ចឹងបងប្អូនអាចមើលគីឡូបើសិនជាបងប្អូនធ្វើឧទាហរណ៍ធ្វើដល់ប៉ុន្មានបើសិនយើងធ្វើពី12ដងឡើងទៅមានថាយើងសម្រអីហ្នឹងរកផ្លូវឡើងទៅតែ12ដងគឺមានន័យថាគីឡូរបស់យើងគឺអាចធ្វើ12អត់ច្រើន15ដងយើងអាចកឡើងណាមិនយើងធ្វើ12ហើយយើងអាចធ្វើបាន20គឺអត់ទេយើងត្រូវកឡើងគីឡូតែបើសិនយើងចង់កឡើងមានន័យថាបើសិនយើងធ្វើបាន12ដងដូចគ្នាដូចខ្ញុំអញ្ចឹងមកខាង20គីឡូចឹងខ្ញុំអាចធ្វើបានលើសពី12ដងឡើងទៅចឹងបើសិនជាខ្ញុំចង់កឡើងខ្ញុំត្រូវថែមវាទៀតធ្វើមកខ្ញុំធ្វើបានថែមខាង20គីឡូទៀតដែលខ្ញុំអាចធ្វើទៅតាមតា5 6គឺអស់ហ្មងគឺថាយើងទៅលេងរួចហ្មងបងអញ្ចឹងអាការដែលយើងធ្វើគឺមានន័យថាយើងធ្វើបានប៉ុន្មានគឺវាថាយើងអត់មានកម្លាំងធ្វើវាបន្តទៀតមិនមែនធ្វើបាន12អត់ទាន់ហត់ទៀតដែលយើងអាចធ្វើបានបន្តទៀតទេមានថាអាចធ្វើបាន20ឬក៏18គឺអត់យល់ទេចឹងនៅពេលដែលយើងឈប់យើងទាញវាមកវិញមកទាញមកវិញមកដាក់វាវិញអូខេសម្រាប់ឧបករណ៍មួយនេះគឺដូចគ្នាមិនដែរនេះគាត់ថែមគីឡូពីខាងលើបានឬក៏យើងអាចថែមគៀនក៏បានដែរបងប្អូននេះអាចថែមគីឡូខាងលើឬក៏គៀនបានចឹងវាខុសពីមិញទេគាត់ថាអានេះយើងគេងលេងហើយយើងដាក់ជើងមកដូចគ្នាធំជាងស្មាញចង់ជើងចានេះគឺកាន់ដកវាសងខាងហើយចំណុចពណ៌លឿងនេះគឺជាចំណុចដែលនៅពេលដែលយើងតម្លាក់ដុំដៃចុះតើវាដល់ធម្មតាអញ្ចឹងបងប្អូនចឹងអានេះប្រហែលជាវាទៀតពេកអញ្ចឹងយើងតម្លាក់ចេញមកដើម្បីកុំឲ្យវាចោះដល់ចំណុចយើងចង់បានណាអូខេយើងចេញមកចេះវាត្រង់អញ្ចឹងទៅមកតម្លាក់វាចេះតម្លាក់វាមកនេះអាកន្លែងលឿងកន្លែងនេះបងប្អូនបើសិនវានៅលើតែប៉ុណ្ណេះយើងលេងចោះលេងដល់ហើយកុំឲ្យវាទៅចឹងគីឡូហ្នឹង40គីឡូបងប្អូនអាចបន្ថយបានអញ្ចឹងវាតម្លាក់ដូចគ្នាទុបរុញទៅលើគឺយើងផ្លុំដង្ហើមចេញអូខេពេលយើងហើយយើងដាក់ចេញមកអូខេជាការប្រាស់ចឹងដល់មួយនេះវិញបើយើងទៅវាដោយលំហាត់មិញតែនេះបើយើងផ្ដោតលើគូតចូលបានច្រើនជាងមិញព្រោះវាជាតម្រង់ដែលយើងឈរបងប្អូនអញ្ចឹងបើសិនជាបងប្អូនឃើញវាខ្ពស់បែបហ្នឹងបងប្អូនគាត់ដាក់គីឡូដែលយើងត្រូវហាត់
បើសិនយើងពោះអីទេតែបើសិនយើងទៀបកុំដកដាក់គីឡូដែលយើងធ្វើដាក់អញ្ចឹងបើសិនមានគីឡូធ្ងន់ដកចេញសិនចាំយើងដូរវាបងប្អូនព្រោះដោយសារតែវានឹងវាមានពិបាកអញ្ចឹងវាធ្វើទៅព្រោះយើងគីឡូអត់ដល់ទេឃើញទេបងប្អូនដោយសារយើងទៀបអញ្ចឹងយើងរុញវាធម្មតាសិនណាបាទអញ្ចឹងបើសិនជាគីឡូវាសងខាងធ្ងន់យើងពិបាកលើកណាអញ្ចឹងបងប្អូនដាក់នៅកម្ពស់ដែលយើងចង់បានហើយចាំយើងបន្ថែមគីឡូចុះវាមានភាពងាយស្រួលសម្រាប់អ្នកទៀបបើសិនគេពោះអីឲ្យបងប្អូនស្រួលទេអញ្ចឹងដល់មកយើងចង់ថែមគីឡូតាមដែលយើងអាចហាត់បានទេបងប្អូនខ្ញុំសូមដាក់ប៉ុណ្ណេះសិននិយាយជូនប្រាប់បងប្អូនទៅហាត់ដបងកុំតន់ជាមួយថែមគីឡូបានដែរឆ្លាក់មួយម៉ាស៊ីនសិនអូខេជើងយើងនៅតែទំហំធំជាងស្មាចុងជើង15ដេក្រាទេដែរអញ្ចឹងយើងរុញឡើងតម្លាក់ពូតយើងប្រើនេះពេលយើងរុញឡើងយើងប្រើដូចគ្នាអញ្ចឹងអូខេតម្លាក់ចុះទប់ដង្ហើមផត់ពោះពេលយើងដល់លើយើងផ្លុំខ្យល់ចេញទៅក្រោយបន្តិចជិះវាដែលយើងអាចកាត់ទៅក្រោយគឺចេះមិនថាយើងអត់ចូលពូតទេបងប្អូនហើយនៅពេលអញ្ចឹងវាអាចចូលទៅកលៈជគុណយើងនេះប្រើចេះអញ្ចឹងជិះវាយើងធ្វើព្យាយាមប្រើស្លាកតាគៀកនេះឲ្យច្រើនជាងស្លាកកោជើងនិងស្លាកជង្គង់អញ្ចឹងយើងទៅវាសិនជង្គង់អ្នកដូចគ្នាដែរបងប្អូនកុំឲ្យរួបរួម